ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសសុខសប្បាយថ្ងៃនេះខ្ញុំបានធ្វើប្រហិតសាច់គោចាប៉ុន្តែខ្ញុំបានលាយរួចរាល់ហើយខ្ញុំបង្ហាញត្រង់ទៅកន្លែងដែលខ្ញុំបានប្រហិតទេខ្ញុំបានប្រហិតហ្នឹងយើងដាក់ឆ្នាំងយើងមកហើយដាក់ភ្លើងរឹមមកបងប្អូនហើយទៅពេលចំពោះប្រហិតយើងពាក់ស្រោមដៃហើយយើងលាបខ្លាញ់នៅស្រោមដៃហ្នឹងកុំឲ្យវាជាប់ហើយធ្វើឲ្យប្រហិតយើងហ្នឹងរលោងដែរបងប្អូនណាចាយើងធ្វើអញ្ចឹងរហូតដល់ពេញឆ្នាំងហ្នឹងទៅចាហើយរួចហើយខ្ញុំក៏បានដាក់ទឹកចានដែកមួយហ្នឹងខ្ញុំដាក់ទឹកកកក្នុងហ្នឹងដល់ពេលប្រហិតឆ្អិនទៅយើងដួសដាក់ក្នុងហ្នឹងដើម្បីឲ្យប្រហិតយើងហ្នឹងស្វិតផងដែរចាហើយវិធីធ្វើងាយចាខ្ញុំបង្ហាញនៅរូបមន្តនៅលើក្រោយចាអត់ពិបាកធ្វើទេបងប្អូនហើយប្រហិតគឺមានពីរប្រភេទបើបងប្អូនចង់បានស្វិតល្អប្រើសាច់សុទ្ធចាសាច់គោសុទ្ធណាបើបងប្អូនចង់បានប្រហិតវាអត់សូវស្វិតដូចរបៀបគេដាក់ meat ball នៅក្នុងអាសាបវែហ្នឹងឬក៏ធ្វើស្គីទីចាសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូរបស់នាងខ្ញុំចាជម្រាបលាចំពោះប្រហិតស្វិតយើងត្រូវប្រើសាច់គោអត់មានខ្លាញ់ទេចាបើចំពោះបងប្អូនចង់បានប្រហិតសម្រាប់ធ្វើmeat ball ដូចគេធ្វើនៅ Subway សាប់អីហ្នឹងធ្វើ spaghetti ហ្នឹងយើងអាចប្រើសាច់ដែលមានខ្លាញ់ដែលគេលក់នៅផ្សារ supermarket បានចាបងប្អូនហ្នឹងហើយបងប្អូនធ្វើអញ្ចឹងទៅរួច